បាទជំរាបសួរបងប្អូនទាំងអស់គ្នានេះខ្ញុំមកធ្វើការទូទាយទាក់ទងជាមួយជោគជតារាសីសម្រាប់បងប្អូនដែលកើតនៅឆ្នាំកូនពៅគឺឆ្នាំកុរថាតើជោគជតារាសី2025នេះបងប្អូនដែលកើតនៅឆ្នាំកុរមានដួងជតារាសីដូចមិនដាច់ខ្លះសូមតាមដានស្ដាប់ពីខ្ញុំបាទដូចតទៅនេះតាមជាងលេខបងប្អូនអរគ្នាក្នុងឆ្នាំ2025នេះទាក់ទងជាមួយនឹងលេខនៃលាសំណាងគឺមានលេខ2លេខ5លេខ8ហើយក្នុងនោះក៏មានលេខ25និង58ដែរហើយពណ៌ដែលលាសំណាងបងប្អូនអរគ្នាគឺមានពណ៌ប្រផេះពណ៌ត្នោតនិងពណ៌គោលឬក៏ពណ៌មាសបាទទាក់ទងជាមួយនឹងទិសល្អភាសាគឺមាន2ទិសបងប្អូនអរគ្នាសម្រាប់កើតនៅឆ្នាំកុរ2025នេះទិសដែលជជែកកិច្ចការងារភាសារុងរឿងនោះគឺមានទិសខាងកើតនិងទិសនិរដីហើយចំពោះពណ៌ដែលមិនគួរយកខ្លួនទៅបៀតនោះគឺមានពណ៌ខៀវពណ៌ក្រហមពណ៌បៃតងជាពណ៌ដែលចាត់ទុកពណ៌មិនសំណាងទេពណ៌នេះបាទចឹងគួរជៀសវាងការប្រើប្រាស់កម្មវិធីនេះត្រូវប្រយ័ត្នមួយទៀតតើតើជាមួយនឹងលេខដែលពុំគួរប្រើក្នុង2025មានលេខ1លេខ7បាទមាន1771ហ្នឹងមិនបាច់ប្រើទេមួយទៀតទិសដែលមិនប្រសើរថ្លៃថ្លាសម្រាប់បងប្អូនកើតនៅឆ្នាំកុរនោះគឺមានទិសអាគ្នេយ៍នៅត្រូវតែប្រយ័ត្នការធ្វើដំណើរទៅណាមកណាអីបើចង់ជជែកកិច្ចការងារអីយើងអធិស្ឋានជៀសវាងទិសនេះបើធ្វើដំណើរទៅទិសនេះគឺប្រកបកិច្ចការងារជជែកការងារអីការធ្វើដំណើរអីគឺតែតែជួបភាពប្រកម្មរកុសច្រើនអញ្ចឹងត្រូវប្រយ័ត្នទិសអាគ្នេយ៍មួយនេះបាទសម្រាប់បងប្អូនកើតឆ្នាំកុរសម្រាប់ឆ្នាំ2025មួយទៀតបងប្អូនអ្នកគ្នាសម្រាប់បងប្អូនដែលកើតនៅឆ្នាំកុរសម្រាប់ឆ្នាំ2025នេះបាទជោគជតារាសីបងប្អូនគឺមានភាពត្រូវគ្នាខ្លាំងជាមួយនឹងឆ្នាំមមែឆ្នាំខាលនិងឆ្នាំថោះនិងឧសាយបាទ3ឆ្នាំនេះបងប្អូនអ្នកគ្នាជជែកកិច្ចការងារឬក៏ឲ្យពួកគាត់ជួយជ្រោមជ្រែងការងារនោះគឺជួបតែភាពល្អប្រសើរហើយឆ្នាំដែលមិនល្អនោះគឺមានឆ្នាំអាសាញ់មួយជាមួយបងប្អូន2025នេះជជែកវែកញែកការងារអីនឹងជួបមកគឺទៅតឹងតែមកគ្នាទៅរហូតនឹងបាទអត់សូវរួចទេសម្រាប់ឆ្នាំ2025សម្រាប់បងប្អូនដែលកើតនៅឆ្នាំកុរបាទមានតែមួយឆ្នាំនឹងទេដែលឆុងគ្នាជាមួយបងប្អូនអរគ្នាទាក់ទងជាមួយនឹងបងប្អូនអរគ្នាក្នុងឆ្នាំ2025បងប្អូនដែលជាសិស្សនិស្សិតអាចផ្ដោតទៅលើការសិក្សាចំពោះបងប្អូនដែលធ្វើកិច្ចការងារក៏ត្រូវផ្ដោតលើការរៀនសូត្រដើម្បីបំពេញនៅចំណេះដឹងបន្ថែមយកទៅបំពេញនៅកិច្ចការងារដែលកំពុងធ្វើប្រចាំថ្ងៃហើយទម្លាប់ប្រចាំថ្ងៃបងប្អូនគ្នាត្រូវតែបង្កើននូវភាពឧស្សាហ៍ព្យាយាមឲ្យបានច្រើនបន្តិចទើបជាការប្រសើរក្នុងឆ្នាំ2025នេះបងប្អូនគ្នាមួយទៀតគឺតើបកិច្ចគួរធ្វើត្រូវតែព្យាយាមសម្រេចចិត្តในការរៀបចំអនាគតកូនបាទសិនជាចង់គាត់ចូលរៀនអាចពុះរនគាត់ចូលរៀនបានហើយជីវិតអាពាហ៍ពិពាហ៍គឺអាចមានភាពប្រឈមនានាច្រើនបន្តិច2025នេះបងប្អូនគ្នាហើយការឆ្លាញ់គឺរៀងហួសព្រំដែនតិចហើយជាមួយដៃគូបងប្អូនគ្នាអញ្ចឹងបងប្អូនគ្នានៅលាវត្រូវសម្លឹងមើលខ្លួនឯងឡើងវិញកុំឲ្យតម្លៃរបស់ខ្លួនធ្លាក់ចុះព្រោះតែបេះដូងស្រែកត្រូវការគេឲ្យសោះប្រយ័ត្នមានបញ្ហាมันអាចឈានដល់ចូលរោងការនាំឲ្យបាត់បង់កិត្តិយសខ្លួនឯងអញ្ចឹងប្រយ័ត្នបងប្អូននៅលាវបាទតែការងារអីគឺល្អប្រសើរបាទការងារគឺមានភាពល្អប្រសើរច្រើនគឺมันមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេឥឡូវយើងក៏លេចមើលព័ត៌មានលម្អិតទាក់ទងនឹងបងប្អូនដែលកើតតាំងកុររបស់គ្នាជីវិតដំបូងនេះគឺជីវិតស្នេហាតែម្ដងជីវិតស្នេហាបងប្អូនរបស់គ្នាដែលកើតនៅឆ្នាំកុរក្នុងឆ្នាំ2025នេះបងប្អូនត្រូវតែរក្សាទំនាក់ទំនងវិជ្ជមានជាមួយជីវិតគូស្នេហ៍លោកអ្នកឲ្យបានច្រើនការសម័យហូបព្រំដែនគឺពិបាកក្នុងការដោះស្រាយនៅបញ្ហាណាពិសេសដូចគ្រូជំរាបជូនពីខាងដើមអញ្ចឹងអ្នកនៅលាវត្រូវតែប្រយ័ត្នប្រយែងបន្តិចកុំមើលស្រាលដៃគូអសោះប្រយ័ត្នមានបញ្ហានាំទុកទោសដល់ខ្លួនព្រោះឯជើងលេខនេះគឺគេអាចនឹងបោកបញ្ឆោតលោកអ្នកហើយបើមានបញ្ហាជ្រុះទៅបងប្អូនអ្នកនឹងខាតប្រយោជន៍នៅ2025នេះបាទទាក់ទងនឹងបងប្អូនដែលមានកូនសម្រាប់អ្នកដែលរៀបការហើយបាទក្នុង2025នេះត្រូវព្យាយាមអប់រំកូនឲ្យបានល្អរក្សានៅអាកប្បកិរិយារបស់កូនឲ្យបានល្អហើយមើលការខុសត្រូវកូនឲ្យបានខ្ពស់ជាងមុន
បើសិនជាកូនធំត្រូវប្រយ័ត្នក្នុងការសេពគប់បាទកុំឲ្យគាត់សេពគប់មនុស្សដែលមិនល្អត្រូវព្យាយាមតាមដានគាត់បន្តិច2025នេះទើបជាការប្រសើរហើយជីវិតអាពាហ៍ពិពាហ៍របស់បងប្អូននៅក្នុងឆ្នាំនេះប្រឈមមួយចំនួនផងដែរបាទតើតើនឹងជីវិតអាពាហ៍ពិពាហ៍ហើយបើសិនជាព្យាយាមលះបង់ពេលវេលាដើម្បីគ្រួសារខ្លះក៏ប្រសើរដែរតែមិនលះបង់ទេអាចនឹងខាតបង់ពេលវេលាតែថ្ងៃក្រោយក្នុងការសាងគ្រួសារថ្មីបាទអញ្ចឹងត្រូវប្រយ័ត្នប្រយែងបាទចំណាយពេលហើយទៅកុំចាំដល់ពេលបាត់បង់ហើយទៅចំណាយពេលតាមក្រោយអ្វីៗគឺពិបាកក្នុងសង្ខារស្ដារមែនទែនតាមជាងលេខនេះបាទនៅយើងក៏លេខទៅមើលសុខភាពវិញម្ដងចំពោះសុខភាពបងប្អូននៅកាលនៃឆ្នាំកុរក្នុងឆ្នាំ2025នេះបើយោងតាមជាងលេខបងប្អូនអរគ្នាគឺក្នុង2025នេះសុខភាពមានការទ្រុឌទ្រោមខ្លះផងដែរលោកអ្នកមានអារម្មណ៍ថាហត់នឿយផ្លូវកាយផ្លូវចិត្តជាមួយនឹងការងារ2025នេះលោកអ្នកមិនមានជំងឺអ្វីធ្ងន់ធ្ងរនោះទេក៏ប៉ុន្តែបងប្អូនត្រូវតែប្រយ័ត្នជាមួយសុខភាពសម្រាប់ឲ្យបានគ្រប់គ្រាន់ធ្វើលំហាត់ប្រាណជាប្រចាំហើយចូលរួមសកម្មភាពកីឡាជាច្រើនឲ្យបានទៀងទាត់បើសិនជាបងប្អូនអរគ្នាមានការហាត់ប្រាណនៅក្លឹបកីឡាគឺល្អក្នុងឆ្នាំ2025នេះគឺជំរុញឲ្យសុខភាពរបស់លោកអ្នកមាំមួនក្នុងការបំពេញកិច្ចការងារឲ្យកាន់តែល្អទៅថ្ងៃខាងមុខទៀតសម្រាប់បងប្អូនអរគ្នាដែលកើតនៅឆ្នាំកុរក្នុងឆ្នាំ2025នេះចំពោះអាជីពការងារវិញចំពោះអាជីពការងារបងប្អូនដែលកើតនៅឆ្នាំកុរ2025លោកអ្នកមានការរីកចម្រើនយ៉ាងពិសេសសម្រាប់ជីវិតបងប្អូនអរគ្នាអាចទទួលភាពជោគជ័យការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងជីវិតអាជីពហើយប្រយោជន៍ទាំងអស់នោះនឹងចូលមកកាន់ជីវិតលោកអ្នកដោយខានពុំបានឡើយបើសិនជាលោកអ្នកចេះបញ្ជៀសនូវភាពតានតឹងក្នុងជីវិតនៅកន្លែងការងារលោកអ្នកត្រូវព្យាយាមបំពេញកិច្ចការងារឲ្យពេញដៃពេញជើងនោះលទ្ធផលនឹងទទួលបានល្អហើយនៅកន្លែងការងារមើលកាយនឹងឃើញលោកអ្នកទៅថ្ងៃអនាគតក្នុងការលើកលោកអ្នកឡើងឲ្យមានកិត្តិយសក៏ដូចជាឋានៈទូនទីខ្ពស់ជាងបច្ចុប្បន្ននេះពេលនេះគឺកលេចទៅមើលតកតើងនឹងហេរញ្ញវត្ថុវិញម្ដងតកតើងនឹងហេរញ្ញវត្ថុបងប្អូនអរគ្នាដែលកើតនៅឆ្នាំកុរ2025ឆ្នាំនេះបងប្អូនមានអារម្មណ៍ថារៀងមានសម្ពាធបន្តិចជាមួយនឹងការចំណាយចាយវាយអាចថានឹងមានកម្រិតខ្ពស់ចឹងហើយបើដើមមុនហើយត្រូវធ្វើផែនការហេរញ្ញវត្ថុគ្រួសារដើម្បីសន្សំលុយក៏ដូចជាចាត់ចែងហេរញ្ញវត្ថុឲ្យត្រូវតាមក្បួននៃការចំណាយព្រោះថាមួយរយៈពេល2025នេះទង់ចំណាយលោកអ្នកកើនឡើងខុសពីធម្មតាហើយបើសិនជាមិនមានវិធានការទប់ស្កាត់នោះទេហើយសម្ពាធហិរញ្ញវត្ថុនឹងកើតមានចំពោះលោកអ្នកបើសិនជាលោកអ្នកមិនចេះរក្សានៅថេរភាពមួយនេះបានល្អទេទោះបីជាយ៉ាងណាក៏ដោយឆ្នាំ2025ចំពោះបងប្អូនកើតឆ្នាំកុរបងប្អូនអាចនឹងមានហានិភ័យបាត់បង់ហិរញ្ញវត្ថុបើលោកអ្នកមិនចេះក្នុងការគិតគូរឲ្យបានច្បាស់លាស់ហើយការចូលរួមក្នុងដៃគូវិនិយោគណាមួយនោះក្នុងឆ្នាំ2025ក៏ត្រូវតែប្រយ័ត្នដែរកំឡុងពេលនេះកុំធ្វើចិត្តឲ្យមានភាពហក់លោតជាដាច់ខាតចង់បានច្រើនប្រយ័ត្នចំណេញចង់ចំណេញដាច់ចំណងហើយភាពជោគជ័យស្ថិរភាពហិរញ្ញវត្ថុកើតឡើងដោយការខិតខំប្រឹងប្រែងនិងរៀបចំគោលដៅបានល្អមួយទៀតបដោតទៅលើលុយកាក់ឲ្យបានច្បាស់លាស់ហាមបណ្ដោយឲ្យអ្នកណាខ្ចីផ្ដេសផ្ដាស់ព្រោះថា2025នេះមកគេខ្ចីហើយពិបាកនឹងសងមួយទៀតតើតើជាមួយការបណ្ដាក់ទុនហិរញ្ញវត្ថុហានិភ័យក៏មិនត្រូវប្រឡូកខ្លាំងពេកនោះដែរបើចង់ប្រឡូកត្រូវតែសម្លឹងមើលទស្សនវិស័យឲ្យបានត្រឹមត្រូវចាំធ្វើការវិនិយោគជាមួយបញ្ហាហិរញ្ញវត្ថុមួយនេះអរគុណច្រើនដែលបានស្ដាប់ពីការទូទាយជោគជតារិស័យឆ្នាំកុរ2025អរគុណ